เรียนสู้พวกแม่บางคนออกทีนี้คือยมจินดำนาแต่นี่ยมจินดำนาแต่เบตะกวนនៅវាស្រែបងប្អូនហើយតកួនហ្នឹងគឺយើងយកតកួនឆ្លក់ទឹកហ្នឹងបងប្អូនទៅពេលយើងយកមកដាំនៅលើគោកចឹងទៅពេលវាត្រូវទឹកភ្លៀងចឹងដៃវាលាស់លឿនណាបងប្អូនហើយខ្ចីរវក់តែម្ដងហើយនេះគឺនាងខ្ញុំកំពុងតែកាត់ហើយគឺយើងទៅកាត់ប៉ះកបិតហើយវាអត់ប្រឡាក់ជ័រវាចឹងណាហើយនេះគឺច្រើនមែនតើបងប្អូនពីហើយតកួននេះយើងដាំតាំងពីឆ្នាំ2024ដល់ពេលយើងភ្ជួរធ្វើស្រែធ្វើអីហើយប៉ុន្តែវានៅតែអត់ងាប់ទៅណាដែរបងប្អូនវានៅរឹសនៅនឹងតែម្ដងហើយអានេះគឺក្រោយពីភ្លៀងធ្លាក់ហើយបងប្អូនគឺដំណាំនៅជុំវិញផ្ទះរបស់ខ្ញុំគឺខៀវស្រស់បំប្រងតែម្ដងហើយតកួននេះផងដែរបើយើងយកទៅឆាមីឬក៏យកទៅស្លម្ជូរអីវាឆ្ងាញ់ដែរបងប្អូនតែនេះគឺខ្ញុំបេះវាយកមកទុកស្លចឹងណាហើយក៏បេះវាបានច្រើនដែរហើយតកួននេះគឺមិនមែនកាត់តែឯងទេគឺតែខ្លះទៅគេមកដងទឹកដល់ទៅគេសុំកាត់ចឹងណាបងប្អូនព្រោះវាលាស់ខ្ចីល្អមែនតើហើយនេះគឺនាងខ្ញុំកំពុងតែកាត់វាដៃវាលាស់ខ្ចីល្អមែនតើតែតកួនហ្នឹងមកយើងក្តិចប៉ះដៃជ័រវាប្រឡាក់ដៃហ៎បងប្អូនណាចឹងតែយើងមានតែប្រើកពិតជំនួសដើម្បីកុំឲ្យប្រឡាក់ដៃយើងចឹងណាហើយនេះពីអ្នកចូលមីគឺអត់មានតាណាឆ្ងាយទេបងប្អូននៅខាងក្រៅផ្ទះខ្ញុំនេះនៅវាលស្រែដែលខ្ញុំធ្លាប់ថតវីដេអូបង្ហាញពុកម៉ែបងប្អូនបានទស្សនាកាលពីរាល់ដងចឹងណាហើយស្រែនេះផងដែរគឺអត់ទាន់ភ្ជួរទាន់អីទេបងប្អូនដោយសារតែខំភ្ជួរស្រែនៅឯចកានោះច្រើនហើយយ៉ាងទៅស្រែហ្នឹងវានៅក្រៅផ្ទះក៏យើងអត់ភ័យអីត្រូវថាអីនេះដែរហើយខ្ញុំបេះបានដែរបងប្អូនវាបានប៉ុណ្ណឹងហើយនេះទៀតគឺខ្ញុំមកបេះមកកន្លែងទៀតចឹងណាអានេះខ្ញុំអត់យកតកួនដែលយើងធម្មតាតកួនសខ្ញុំអត់កាត់យកទេខ្ញុំកាត់យកតកួនហ្នឹងហើយមើលទេសភាពក្រោយពីភ្លៀងហើយគឺមេឃមានពណ៌សទឹកសមុទ្រចឹងណាក្រោយពីភ្លៀងហើយនេះគឺខ្ញុំកំពុងតែបេះតាមដៃវាពេញតែស្រែហ្នឹងឯងបងប្អូនស្រួលមួយយ៉ាងដែរតកួនហ្នឹងពេលយើងភ្ជួរវាចាយយ៉ាងណាក៏វាអត់មានងាប់តាណាដែរបងប្អូនព្រោះអីវាមានរឹសមានអីវាច្រើនចឹងណាទៅដល់ពេលយើងធ្វើស្រែក៏វានៅតែលាស់នៅតាមស្រូវហ្នឹងតែម្ដងបងប្អូនហើយចឹងទៅវាមានរហូតមកដល់ខែប្រាំងហ្នឹងក៏វានៅមានវាទ្រាំនឹងកម្ដៅថ្ងៃបានហើយអត់មានទឹកស្រោចណាបងប្អូនហើយបានតែទឹកភ្លៀងហ្នឹងគឺវាលាស់ឡើងពេញស្រែតែម្ដងតកូនហ្នឹងបើបានលាស់វិញគឺលាស់មែនតែនហើយនេះគឺខ្ញុំកំពុងដើរកាត់តាមដៃវាពេញតែស្រែបងប្អូនហើយស្រែហ្នឹងពេលធ្វើអីអត់សូវបានច្រើនទេដោយសារតែវាមានវល្លិតកួនវាពេញស្រែហើយយ៉ាងទៅយើងកាត់វាចោលយ៉ាងណាក៏វាអត់អស់ហ្មងបងប្អូនវាឡើងពេញមកស្រែយើងទៅធ្វើនឹងតែម្ដងហើយខាងក្រោយខ្ញុំគឺមានដើមម្សៅផ្អែមមានដើមធ្នង់ដើមអីចឹងទៅហើយជាទិដ្ឋភាពជុំវិញផ្ទះរបស់ខ្ញុំចឹងណាទេសភាពស្រស់ស្អាតពេលភ្លៀងធ្លាក់ហើយតែគេថាភ្លៀងធ្លាក់កាន់តែច្រើនដំណាំយើងក៏កាន់តែល្អតែឥឡូវភ្លៀងតែមានគូលាន់ក៏មកដែរបងប្អូនដោយសារតែយើងមើលមិនឃើញជាមួយនឹងគ្រោះធម្មជាតិទេការថ្មីនេះគឺមាននៅខាងខេត្តខ្ញុំដែរតែគ្រាន់ថានៅស្រុកតែមួយប៉ុន្តែខុសតែភូមិហើយឃុំទេដែលមានគូលាន់អញ្ចឹងណាបាញ់ស្លាប់អ្នកទៅធ្វើស្រែហ្នឹងគាត់និយាយទូរស័ព្ទអញ្ចឹងហើយចុងវីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងគឺកាត់បានហើយក៏ត្រឡប់មកផ្ទះវិញធម្មតាហើយមុនហ្នឹងទៅគឺថតជាមួយនឹងស្មៅដែលដាំអីគោស៊ីហើយបងប្អូនត្រូវទឹកភ្លៀងឡើងខៀវលវក់តែម្ដងហើយហ្នឹងហើយវីដេអូនាងខ្ញុំក៏មានតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបលាបងប្អូន